បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមកបង្ហាញពីរបៀបនៅក្នុងការប្រើជាមួយនឹងជើង tripod មួយនេះអញ្ចឹងដំបូងគឺយើងទៅបើកចេះបងប្អូនណាបងប្អូនបើកចេះមកដើម្បីយើងទាញជើងនេះបញ្ឈរវាឥឡូវយើងដៃយើងកាន់កន្លែងនេះអូខេអញ្ចឹងបងប្អូនទាញមួយបងប្អូនខ្លះអត់ចេះបាទពិបាកនៅក្នុងការទាញជើងវានេះ2 3 4បងប្អូនទាញអញ្ចឹងមកបន្តមកទៀតនេះបងប្អូនពេលដែលអញ្ចឹងមកគឺបងប្អូនទាញកថែកវាចេះមកហើយយើងអាចរុញវាចេះបានហើយយើងដាក់ឈរវាមកអូខេអញ្ចឹងតែខំៗនេះបាទបងប្អូនអរគុណអញ្ចឹងនេះគឺយើងអាចបង្វិលវាបានអាចបង្វិល360ដឺក្រេអញ្ចឹងយើងទាញអានេះឡើងបងប្អូនហ្នឹងហើយសូមអធិស្ឋានផងកន្លែងខ្ញុំថតហ្នឹងគឺវាតែទូចវាឆ្អៀតអញ្ចឹងទៅពិបាកក្នុងការ review តិចអូខេអញ្ចឹងបងប្អូនទាញមកបន្តមកទៀតបងប្អូនសេរីនៅកន្លែងនេះឲ្យយើងសេរីឲ្យវាជាប់តិចមកហើយនេះគឺយើងទាញចេះបងប្អូនដើម្បីយើងដាក់ទូរស័ព្ទរបស់យើងឥឡូវនេះខ្ញុំសូមធ្វើការដាក់ទូរស័ព្ទចូលអូខេបងប្អូនទាំងគ្នាអញ្ចឹងយើងអាចផ្ដេកអញ្ចឹងក៏បានយើងអាចបញ្ឈរចេះក៏បានដែរបងប្អូនអូខេបងប្អូនទាំងគ្នាអញ្ចឹងនៅកន្លែងនេះគឺ sensor វាបងប្អូននៃ sensor អញ្ចឹងខ្ញុំសូមធ្វើការបើកអញ្ចឹងកន្លែងនេះនេះកន្លែងបើកបងប្អូននេះនៅខាងក្រោយនេះអញ្ចឹងបងប្អូនសង្កត់ឲ្យជាប់មកណាបងប្អូនសង្កត់ឲ្យជាប់មកបន្តមកទៀតបងប្អូនមើលនេះសញ្ញាពណ៌ខៀវនេះអញ្ចឹងគឺវានឹងរេចាំមើលនេះគឺវារេតាមមុខរបស់ខ្ញុំអូខេហើយសម្រាប់ model នេះគឺវាចាប់មុខយើងបានឆ្ងាយអូខេបងប្អូនឃើញទេហ្នឹងហើយដោយសារតែវាបាំងជើងដែលខ្ញុំថតហ្នឹងអូខេឥឡូវយើងចង់ឲ្យឈប់បើយើងចង់ឲ្យឈប់យើងគ្រាន់តែដាក់ដៃចេះមកគឺវានឹងឈប់ហើយ